Sweep so có được chữ sustain này tặng óc khné nhung soul ngày ní cứ nhung mặc cô hụt được nhẹ tặng óc khné khơi bị cả ba video chẳng đặc biệt chỉ cần nụ không mà đáy á nè còn tham mà dạ ní nhung miên chỉ cả obsess cho mùi năng hưởng na trà bên này tặng óc khné mình chưa tới anh mơ sờ bọt con nhung ban hay sầm khán cứ nhung plan tha tầm mơ chỉ lực tivi tiệt nè trong buổi sập hơi để nhung chơi rơi mà cô ngày ní cứ chỉ bật sập hơi bài ní Vincent Willem van Gogh nhung sờ lạnh sập hơi năng khăng mình tên mình tha sờ lắc tầm hông cầm rá hay cảm ơn nhung thọp cụ ban mà sờ lắc nè được nhẹ tặng óc khné khơi chẳng nhung phơi cho mùi năng go a chắc nè bàn tay lượng ní cứ nhung mà phạt tài màได้แต่บ่ซั่นจะเนี่ยទាំងអស់គ្នាយកសភៅនេះធ្វើជា journal ឬក៏ប្រភេទ notebook សរសេរ diary ធម្មតាអីក៏បានដែរដោយសារវាក្រាស់ហើយវាស្អាតទៀតស្លឹកវាបើនិយាយពី set ខ្មៅដៃដែលខ្ញុំប្រើប្រាស់នៅក្នុងវីដេអូនេះថ្ងៃនេះវិញគឺប្រភេទពួក Mago ចំពោះខ្មៅដៃជាមួយខ្ញុំមួយគឺអត់សូវរើសប្រហែលទេខ្ញុំប្រើឡើងកាន់ឆ្នាំមកអញ្ចឹងសម្រាប់លេខខ្មៅដៃដែលខ្ញុំប្រើថ្ងៃនេះគឺមាន H HB ជាមួយនឹង 3B ហើយដោយសារតែក្បាលខ្មៅដៃយើងនឹងឆែបអស់ហើយអញ្ចឹងយើងធ្វើការខូងវាមកបើសិនជាយើងអត់ចង់ខូងយើងយកកបិតចិត្តក៏បានដែរការខូងខ្មៅដៃគឺផ្ដោតលើខ្មៅដៃហ្នឹងហើយអញ្ចឹងយើងត្រូវការខ្មៅដៃយើងឲ្យស្រួចបានមើលរូបយើងមកវាមុតស្អាតដល់ពេលថតឲ្យអ្នកទាំងអស់គ្នាមើលពេលខ្ញុំខូងខ្មៅដៃអញ្ចឹងមានអារម្មណ៍ថាដូចកំពុងតែក្លេងឡកមិនទេអ្នកទាំងអស់គ្នាកុំភ្លេចប្រាប់អ្នកទាំងអស់គ្នាក្នុងករណីបើសិនជាអ្នកទាំងអស់គ្នាអត់ដឹងទេចំពោះកម្រិតខ្មៅដៃ A គឺកម្រិតស្រាលជាងគេបន្តមកទៀត HB ហើយបន្តមកទៀតគឺ 3B នឹងគឺជាតុងខ្មៅដៃដែលខ្ញុំរើសយកមកគូសរូបនៅក្នុងថ្ងៃនេះនិយាយរឿងខួងខ្មៅដៃខ្ញុំនឹកឃើញដែលខួងពីណាគេចាញ់បោកពាក្យគេនិយាយតគ្នាកាលនៅក្មេងថាផ្លុំដែលខួងទៅដែលខួងលេងមុតទៅវាមកលេងមុតទៅវាលេងមុតទៅតែវាមកអន់ក៏វាអន់ហើយវាមានតែប៉ុណ្្នឹងឯងវាមិនមែនទេសារខ្យល់ចេញពីមាត់យើងហើយខ្ញុំមានរបស់ថ្មីចង់បង្ហាញណែនាំអ្នកទាំងអស់គ្នាដែរអញ្ចឹងណាសម្រាប់អានេះគឺយើងយកមកហូបមកបើសិនជាយើងអត់ចង់ខួងទេយើងចង់ឲ្យតែបដូរវាស្រួលចឹងយើងយកអានេះមករុះបានតែហាមយកដៃទៅរុះណាប្រយ័ត្នដាច់ស្បែកអត់ធានាខុសត្រូវទេឥឡូវនៅចាំការទៀតខ្មៅដៃយើងស្រួចអស់ហើយដល់វគ្គយើងគូម្ដងជាទូទៅពេលដែលយើងគូររូបឬក៏ object អីមួយគឺយើងតែងតែគូវានៅលើកណ្ដាលទំព័រកណ្ដាស់ឬក៏សភៅតែដោយសារខ្ញុំគិតថាខ្ញុំគូរូប character ច្រើននៅក្នុងស្លឹកសភៅមួយនេះអញ្ចឹងហើយគឺខ្ញុំគូវានៅគៀនដែរអញ្ចឹងនិយាយដោយស្មោះត្រង់ខ្ញុំគិតថាខ្ញុំមិនបកកាយគូ anatomy អីប្រហែលទេសូម្បីតែបន្ទាត់ហ្នឹងក៏គូមិនឲ្យត្រង់ហើយនេះក៏ជារបៀបដែលខ្ញុំគូមុខដែរដោយសារតែតួអង្គដែលខ្ញុំគូនេះគឺមុខហៀងប្រឆិតអញ្ចឹងបន្ទាត់គឺអត់ស្មើទេជាមួយនឹងវងមូខាងលើThis is my new experience this is my new journey វាបបាក់បញ្យល់ដែរដល់ពេលដែលគូបែបយឺតហើយបញ្យល់ប្រាប់អ្នកទាំងអស់គ្នាមួយតែខ្ញុំនឹងព្យាយាមហើយវីដេអូអត់កាត់ហើយក៏អត់ពលឿនហើយអ្នកទាំងអស់គ្នាមើលមួយនៃសកម្មភាពដែលខ្ញុំគូហ្មងនិយាយតាមត្រង់ខ្ញុំមើលតាមតែដៃខ្លួនឯងគូក៏មានអារម្មណ៍ថាខ្លួនឯងនៅរៀងស្ទាក់ស្ទើរដែរពេលខ្លះតែខ្ញុំក៏សង្ឃឹមថាវីដេអូដែលខ្ញុំធ្វើបែបយឺតអញ្ចេះធ្វើឲ្យអ្នកទាំងអស់គ្នាទទួលបាន experience ថ្មីក្នុងការរៀន tip អីមួយចំនួនបើសិនជាអ្នកទាំងអស់គ្នាទទួលបានគឺខ្ញុំរត់តែសប្បាយចិត្តរូបយើងគូស្អាតមិនស្អាតស៊ីសងទៅលើការ sketch របស់យើងពីដំបូងនឹងថាទម្រង់ដែលយើងគូនឹងវាយ៉ាងម៉េចបើសិនជាយើងចេះផាត់ពណ៌យើងចេះវាយ color វាយស្រមោលវាយពន្លឺអីមិនក៏ដោយតែ sketch របស់យើងអត់សូវស្អាតរូបយើងក៏វាទៅតាមនឹងដែរនិយាយទៅគឺវាបានបដំប្រសងគ្នាដែរបើនិយាយពីតួអង្គដែលខ្ញុំកំពុងគូនេះមុខរបស់គាត់ប្រឆិតទៅខាងស្ដាំពី perspective របស់យើងហើយបន្ថែមពីលើនឹងគឺមុខនឹងរៀងអោនចុះក្រោមបន្តិចទៀតវាអត់នៅចំពីមុខហ្មងទេហើយជាធម្មតាទម្រង់កន្លែងតិចនឹងគឺវាត្រូវខ្ពស់ជាងភ្នែកហើយបើសិនជាមុខមនុស្សនឹងអោនណាពេលដែលយើងគូមុខហ្នឹងយើងមើលរំលងចំណុចតិចដែលយើងដាក់កន្លែងឲ្យតិចនឹងអត់ត្រូវដល់ពេលអញ្ចឹងទៅរូបយើងគឺមើលចេញមក0បដ ாய் ដូចថាឥឡូវហ្នឹងអ្នកទាំងអស់គ្នាឃើញខ្ញុំចុចហ្នឹងគឺខ្ញុំកំពុងដាក់ទីតាំងឲ្យភ្នែកអញ្ចឹងយើងត្រូវបែងចែកបន្លោះដែលយើងត្រូវដាក់ហ្នឹងតាមពិតមែនតើទៅគេត្រូវការមានគូមានក្រិតជាប្រវែងអីឲ្យច្បាស់បានយើងអាចបែងចែកច្បាស់ប៉ុន្តែដោយសារតែខ្ញុំថ្នឹកដៃជាមួយនឹង sketch អស់ហ្នឹងហើយអញ្ចឹងទៅខ្ញុំស៊ាំអត់ចាំបាច់ត្រូវការក្រិតអីទេ
គូមួយថ្ងៃឯងតំណឹកឃើញប្រាប់អ្នកទាំងអស់គ្នាថាខ្មៅដៃដែលខ្ញុំយកមកស្កិចដបងគេនេះគឺនៅក្នុងកម្រិត A កម្រិត A ហ្នឹងវាស្រាលប៉ុន្តែវាមិនទាន់ស្រាលពេកទេព្រោះថាមានកម្រិតស្រាលរើសនឹងទៀតខ្ញុំគិតថាស្កិចដបងចឹងយើងប្រើពួកស្រាលៗចឹងទៅងាយស្រួលលុបផងកុំឲ្យវាស្នាមលើរូបយើងព្រោះឥឡូវឧទាហរណ៍ជាក់ស្ដែងពេលដែលយើងគូទៅឡាញខ្វោកយើងគូហ្នឹងវាមិនមែនមកឆូតត្រូវណាពេលខ្លះវាខុសអញ្ចឹងត្រឹមតែយើងគូរូបអស់ហ្នឹងហើយយើងគិតថាអូខេយើងយកតម្រង់ហ្នឹងហើយយើងចង់លុបអាឡាញអាញ៉ៃកវ៉ាន់ហ្នឹងចេញយើងយកដៃដកយកមកលុបចេញដើម្បីឲ្យឃើញវាស្រាលជាងមុនប៉ុន្តែមិនឲ្យវាលុបអស់ហេហើយតោះមកយើងយកខ្មៅដៃដែលមានកម្រិតខ្ពស់ជាងមិញយកមកគូពីលើម្ដងទៀតឲ្យច្បាស់ហើយលើកនេះអត់ឲ្យកវ៉ាន់ទេតែខ្ញុំប្រាប់គេចឹងមែនណាបើខ្ញុំវិញជា import ទេនៅតែកវ៉ាន់ដដែលនេះឥឡូវដូចមើលជាក់ស្ដែងខ្មៅដៃដែលខ្ញុំកំពុងគូហ្នឹងគឺកម្រិត X ហ្នឹងហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមដាក់ខ្មៅដៃដែលកម្រិតរៀងធ្ងន់ជាងនឹងបន្តិចអានេះដូចជាខ្ញុំដាក់ 3B យកហ្មងអ្នកទាំងអស់គ្នាដោយសារតែកន្លែងតបកភ្នែកបោះអោពីងហ្នឹងគឺដិតយើងត្រូវការកម្រិតពណ៌ខ្មៅយកហ្មងទៅពេលអញ្ចឹងយើងគួរឲ្យលះដែរទៅប៉ុន្តែដល់ពេលកន្លែងចាមគឺខ្ញុំដាក់ XB វិញអញ្ចឹងណាតោះគ្នាអាចសម្លឹងឃើញទៅឃើញថាកម្រិតប៉ុនតែគ្នានឹងប៉ុន្តែបើអ្នកទាំងអស់គ្នាមើលឲ្យច្បាស់ណាកម្លាំងដៃប្រើខុសគ្នាបើសិនជាយើងប្រើកម្រិតខ្មៅដៃដែលស្រាលតែចំកន្លែងដែលដិតយើងត្រូវប្រើកម្លាំងដៃសង្កត់ខ្លាំងឬក៏យើងអាចគូវាឲ្យច្រើនជាន់អញ្ចឹងទៅវាដិតតែបើរូបកន្លែងហ្នឹងវាត្រូវការជម្រៅជ្រៅឬក៏ឡាញផ្ដាច់យកហ្មងយើងត្រូវការពណ៌ណាដែលស្រួចដែលច្បាស់ដែលដិតយកមកផ្ដាច់យកហ្មងហើយបើនេះគឺខ្ញុំនៅតែប្រើជាមួយនឹងដៃដកយកមកដករូបចេញដើម្បីដកនៅកន្លែងចំណុចកវ៉ាន់របស់ខ្មៅដៃដែលខ្ញុំបានស្កិចពីដំបូងហ្នឹងហើយតមកនៅតែយកខ្មៅដៃមកគូឡើងវិញដដែលនិយាយទៅវាសាំញ៉ាំបន្តិចតែខ្ញុំថាបើសិនជាយើងត្រូវការគូរូបរបៀបតង់ដិតខ្លាំងយើងអត់ចាំបាច់ត្រូវលុបច្រើនតង់ចឹងទេយើងយកអាខ្មៅដៃដែលកម្រិតធ្ងន់ជាងហ្នឹងគូពីលើយកហ្មងទៅព្រោះដោយសារតែស្នាមកវ៉ាន់អស់នេះបើមើលឲ្យច្បាស់ទៅវាមិនជាដិតប្រមាណណាតែសម្រាប់ខ្ញុំដោយសារតែយើងទ្រលាប់ដកហើយយើងអត់សូវចូលចិត្តឲ្យឃើញវាកវ៉ាន់ខ្លាំងចឹងតែដូចខ្ញុំនិយាយចឹងមែនតើទៅវាមើលមិនសូវឃើញហ្មងទេមកបើខ្ញុំទ្រលាប់អញ្ចឹងដូចឥឡូវនេះកន្លែងសក់បើអោពេញហ្នឹងគឺខ្ញុំយកកម្រិតខ្មៅដៃ XB យកមកគូដោយសារតែសក់បើអោពេញហ្នឹងគឺមានពណ៌ផ្ទៃមេឃបើសិនជាយើងគិតជាតុងគឺវាអត់សូវដិតខ្លាំងទេវានៅក្នុងកម្រិតស្រាលដែរចឹងយើងអាចប្រើជាមួយនឹងខ្មៅដៃដែលមានកម្រិតគួរសមទៅមិនស្រាលពេកតែក៏គុំធ្ងន់ពេកនិយាយរឿងសក់គឺខ្ញុំមិនសូវបាន detail ហ្មងទេចេះតែវាទៅមួយទៀតបើនិយាយពីត្រឡប់គូរបស់ខ្ញុំវិញគឺខ្ញុំចូលចិត្តគូរូបឲ្យតាណាគ្នាមកពេញនឹងអញ្ចឹងខ្ញុំអត់ដូចគេថាអូបើគូសក់គូឲ្យហើយគូភ្នែកគូឲ្យហើយសិនចាំគូរបស់ object ផ្សេងខ្ញុំអត់ទេខ្ញុំគូឲ្យវាហើយតាមគ្នាបើសិនជាអ្នកទាំងអស់គ្នាមើលវីដេអូដែលខ្ញុំគូយឺតអញ្ចឹងហើយមើលសកម្មភាពដែលដៃដែលខ្ញុំគូហ្នឹងគឺដឹងហើយថាខ្ញុំគូឲ្យម្ដងអានេះម្ដងអានោះវាអានេះវាអានោះវារបៀបថាមើលមកចិត្តអ្នកគូហ្នឹងដូចនៅស្ទាបស្ទង់អាមិនដឹងយើងនិយាយតាមផ្នែកអារម្មណ៍យើងហើយបើរូបយើងនេះវិញគឺខ្ញុំបានតែស្កេចនឹងហើយដាក់ស្មៅជាមួយនឹងពលឺមួយចំនួនទេហើយសម្រាប់ detail គឺអត់សូវបាន detail ទេមួយវិញទៀតដោយសារតែរូបរបស់យើងរៀងទូចដែរទេមិនសូវជាធំប្រមាណណាអ្នកទាំងអស់គ្នាព្រោះជាក់ស្ដែងទៅសភៅដែលខ្ញុំគូហ្នឹងគឺត្រឹមតែទំហំ A5 ទេអញ្ចឹងរូបដែលខ្ញុំគូនេះវាទូចសង្កត់ថាទូជាងពាក់កណ្ដាល A5 ហ្នឹងទេដោយសារតែខ្ញុំគិតថាខ្ញុំចង់ដាក់4 character នៅក្នុងមួយទំព័រហ្នឹងប៉ុន្តែជាក់ស្ដែងដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងវីដេអូមួយនេះគឺខ្ញុំបានគូតែ2 character ទេដល់វគ្គយើងផាត់នេះខ្មៅដៃដែលខ្ញុំយកមកផាត់ធ្វើសម្ោហ្នឹងគឺកម្រិតដែលស្រាលជាងគេ XB ណាដូចនិយាយសារឡើងវិញអញ្ចឹងអាវពីង tone color របស់គាត់គឺពណ៌ខៀវឬក៏ពណ៌ផ្ទៃមេឃស្រាលនឹងឯងតង់ color ហ្នឹងអត់សូវដិតស្រាប់អញ្ចឹងយើងមិនបាច់សូវសកត់ដៃប្រហែលទេយើងវាហើយចាំយើងលុញវាតាមក្រោយនិយាយមែនតែនពេលគូ character អាវពេញនេះបដើមមានអារម្មណ៍ថាស្រឡាញ់សក់អាវពេញជាខ្លាំង please drop your routine និយាយទៅសក់គេចេញមកសក់រស់រវើកសក់រលាស់រលោងតែម្ដងគេឡើងបុត្រានេះករាជនេះចំពោះសម្ោកន្លែងកដែលខ្ញុំកំពុងផាត់នេះគឺខ្ញុំប្រើកម្រិត XB ជាមួយនឹង 3B លាយគ្នាដែរណាអ្នកទាំងអស់គ្នាព្រោះជាក់ស្ដែងរូបដើមរបស់គាត់កន្លែងកហ្នឹងគឺវាដិតខ្លាំងបើថាមែនតើដិតសង្ឃថាដល់ខ្មៅហ្មងប៉ុន្តែខ្ញុំអត់ចង់ដាក់ដិតនោះវាដាច់ខ្លាំងពេកព្រោះរូបយើងស្រាលហ្នឹងពេលគូស្កិចលេងចឹងមានអារម្មណ៍ថារៀង relax ដែរតាព្រោះថាខ្ញុំខានគូដែលខ្ញុំស្រឡាញ់របៀបថាដូចគូ character គូទេសភាពគូអីដែលខ្លួនឯងចង់គូដូចគេនិយាយចឹងគូរូបវាធ្វើឲ្យយើង feel relax ប៉ុន្តែដល់ពេលខ្ញុំយកគនូធ្វើជាអាជីពជាលបហ្មងយូរទៅវា stress ដោយសារកណូដែរដល់យូរបានគូរបៀប relax ចេះម្ដងដូចចង់ញៀនញ៉ាមមកមិនដូចពាក្យគេនិយាយថាពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យយកហ្នឹងណាខ្ញុំមិនគ្រូទេតែខ្ញុំចង់ឲ្យប្រាប់ណានិយាយមែនតែនគូខ្មៅដៃត្រូវការស្រួចបើមិនចឹងទេគឺគូអត់ស្អាតទេយើងត្រូវការខួងវាក៏បានហូបវាក៏បានដែរធ្វើម៉េចឲ្យក្បាលវាស្រួចទៅបានអាចុងវាហ្នឹងចេញមកមុតដិតស្អាតពិសេសដូចឃើញស្រាប់ចឹងកន្លែងសក់ហ្នឹងគឺខ្ញុំគូអត់សូវ detail ប្រហែលទេប៉ុន្តែខ្ញុំធ្វើម៉េចឲ្យវាស្រួចដើម្បីឲ្យខ្ញុំបានវាទៅវាឃើញ
ឃើញស្អាតវាច្បាស់តែស្អីសក់មួយៗហើយចំពោះកន្លែងគ្រាប់ភ្នែកនេះដូចប្រាប់ចឹងបើសម្រាប់បស័យភ្នែកគឺខ្ញុំប្រើដាក់ 3B យកមកឲ្យវាដិតក្នុងករណីបើយើងអត់ទាន់ចេះបែងចែកថាតង់ color ហ្នឹងដិតឬក៏ cell ទេយើងអាច edit រូបដែលយើងគូតាមឬក៏រូប reference យើងហ្នឹងដាក់សខ្មៅទៅสนุกគូហើយកន្លែងនិមិត្តសញ្ញាលើថ្ងាសគេហ្នឹងគឺខ្ញុំដកពណ៌បន្តិចកុំឲ្យវាដិតពេកព្រោះថាពណ៌បើអៅពេញហ្នឹងមិនមែនដូចណាចាពណ៌ក្រហមដិតទេអៅពេញគឺពណ៌ផ្ទៃមេឃអញ្ចឹងស្រាលដែរហើយសម្រាប់ technique មួយនេះខ្ញុំគិតថាភាគច្រើនគេដឹងហើយតែបើសម្រាប់អ្នកអត់ដឹងគឺយើងយកសលេងត្បាល់តាជាយកមកលុញទៅលើស្នាមវារបស់ខ្មៅដៃយើងហ្នឹងដើម្បីឲ្យវារលោងឲ្យវាម៉ត់ចូលគ្នាហ្មងហើយមើលផងរៀងប្រឡាក់ដៃដែរហ្នឹងធម្មតាកនូស្កិចខ្មៅដៃចឹងហើយឥឡូវរូបអៅពីខ្ញុំហើយចឹងខ្ញុំឆ្លៀតយកដៃដកយកមករុះកន្លែងដែលអត់ទាន់បានគូអីហ្នឹងនេះគ្រាន់តែស្នាមប្រឡាក់ហ្នឹងឡើងពេញហ្នឹងចឹងមានអីទេដល់វគ្គយើងគូណាចាម្ដងខ្ញុំមិនដឹងថាអ្នក expert ខាងណាដែលគេគូរូបរាល់ដងគឺគេគូចាក់យកហ្មងមិនថាចេញរឿងមុខរឿងភ្នែករឿងច្រមុះមាត់ក្បាលសក់អីទេតែខ្ញុំត្រូវតែគូអាតម្រងក្រងឆ្អឹងវាខាងក្នុងសិនបើថាមិនអញ្ចឹងទេគឺថាគូទៅវាកឆិកកឆក់ឡូវ again and again សម្រាប់អ្នកដែលគាត់អត់សូវចេះគូហើយទៅតែរៀនគូអីចោលអត់បានហ្មងគឺអាតម្រងដែលយើងត្រូវទៅគូពីក្បាលនេះព្រោះថាបើសិនជាយើងអត់ចេះចាប់តម្រងហ្នឹងទេយើងគូភ្នែកច្រមុះមាត់អីគឺវាចហ្មងធំទូចនិយាយទៅគឺវាលៀងអត់ស៊ីជាមួយនឹងរូបពិតឬក៏រូប reference ដែលយើងចង់គូខ្ញុំយល់ថាអាហ្នឹងវាត្រូវការទៀមទាពេលវេលារៀនពេលវេលាអនុវត្តធ្វើដដែលហើយនឹងស្វែងយល់ជាពិសេសគឺអង្កេតពីគំនូរបស់ខ្លួនឯងហ្នឹងហ្មងថាខ្លួនឯងខុសត្រង់ណាព្រោះមកទល់ពេលនេះនៅតែមានអ្នកសួរខ្ញុំជាច្រើនហ្នឹងធ្វើមិនគូស្អាតអីចឹងមានអ្នកឆាតសួរចឹងខ្ញុំចង់ប្រាប់ថា tip គឺមានតែប៉ុណ្្នឹងទេគ្មានអីឈ្នះខ្លួនយើងទេដូចឥឡូវខ្ញុំគូរូបណាចាមនុស្សធំនេះគឺមុខគាត់ប្រឆិតដូចអាវពេញដែរប៉ុន្តែគាត់អោនមុខខ្លាំងជាងម្យ៉ាងវិញទៀតលើសពីការដឹងពីទម្រង់របស់មុខមនុស្សយើងហ្នឹងក៏យើងត្រូវដឹងពី expression របស់ទឹកមុខយើងដែរខ្ញុំចង់សំដៅទៅលើទឹកមុខដែលយើងគូរូបហ្នឹងណាដូចឧទាហរណ៍ជាក់ស្ដែងរូបណាចាដែលខ្ញុំកំពុងគូនេះគឺមុខគាត់កម្មៅយកមកយើងត្រូវដឹងថានៅពេលដែលមុខកម្មៅអញ្ចាមគឺសឹកតែចងចូលគ្នាហើយអញ្ចឹងគល់អញ្ចាមគឺចុះក្រោមចុងអញ្ចាមគឺបាសឡើងលើហើយអញ្ចាមគឺសឹងតែចងចូលគ្នាវិចិត្រគ្នាមួយទៀតគឺអញ្ចាមធ្លាក់ចុះសឹងតែថាដល់ភ្នែកហីអាហ្នឹងគឺជាទឹកមុខខឹងទឹកមុខកម្ៅហើយកែវភ្នែកអត់សូវមានពលឺប្រហែលទេព្រោះថាមនុស្សខឹងគឺអត់សូវមានពលឺក្នុងកែវភ្នែកទេកែវភ្នែកគាត់គឺសឹងថាងងឹតឆឹងហ្មងសូម្បីតាកន្លែងភ្នែកពណ៌សគាត់ក៏ដោយក៏វាល្អក់ពណ៌ប្រផេះដែរផ្នែក expression ឬក៏យើងហៅថាទឹកមុខហ្នឹងយើងត្រូវដឹងច្បាស់ហ្មងបើសិនជាយើងចង់ design character ឬក៏គូ character គូមនុស្សគូតុក្កតាគូសត្វក៏ដោយអារម្មណ៍អ្នកដែលគាត់ឃើញគនូយើងហ្នឹងគេនឹងទទួលបាននៅពេលដែលគេឃើញទឹកមុខរបស់តួអង្គយើងចឹងបានពេលខ្លះយើងគិតថាខ្ញុំខំគូដាក់អារម្មណ៍ដាក់អីប៉ុន្តែរូបខ្ញុំវាដូចអារម្មណ៍ខ្ញុំសោះបានឯងដូចបើយើងគូមានគិត expression របស់គនូយើងណាយើងគិតថាពីអារម្មណ៍ខ្លួនឯងហ្នឹងបើនិយាយរឿងសក់របស់ណាចានេះគឺថារៀងដិតដោយសារសក់គាត់ខ្មៅអញ្ចឹងគឺវាយកប៉ុន្តែនិយាយមែនតើទៅរូបរបស់ខ្ញុំដូចថាចង់អត់ទៅបាន detail លើសក់ទេតាមត្រូវបើសិនជាគូរូបនេះឲ្យដិតណាសឹងថាសក់នេះគឺខ្មៅដិតហើយមើលមែនតើអ្នកនរគ្នាឃើញអញ្ចឹងណាកុំច្រឡំណាពណ៌ខ្មៅដៃហ្នឹងមិនមែនខ្មៅណាដូចខ្ញុំកាលពីដំបូងខ្ញុំយល់ច្រឡំថាខ្មៅដៃពណ៌ខ្មៅចេះតែមានហ្មងតែប៉ិតខ្មៅដៃមានពណ៌ខ្មៅណាវាមានថូនដល់ពេលស្រាលទៅវាមើលមកចេញជាប្រផេះមែនតើទៅពណ៌ខ្មៅហ្មងតប្រើប៊ិចខ្មៅឬក៏ fur ខ្មៅអាហ្នឹងបានចេញមកខ្មៅហ្មងទៀតដោយសារ texture របស់ខ្មៅដៃហ្នឹងគឺវាមានជាតិរលោងដល់ពេលយើងគូទៅអាជាតិរលោងហ្នឹងវាធ្វើឲ្យរូបរបស់យើងហ្នឹងវាមើលមកផ្លាតវាខុសពីអញ្ចឹងនៅពេលដែលវាចាំងមកគឺយើងអត់ឃើញវាខ្មៅទេដោយសារតែខ្ញុំមាន plan ឲ្យថាខ្ញុំគូរូប character នេះតែខ្មៅដៃសុទ្ធទេអត់មានដាក់ប៊ិចដាក់អីបន្ថែមអញ្ចឹងចាំមើលលើក្រោយបើសិនជាខ្ញុំអាច try ជាមួយនឹងកនូហើយថែមមួយប៊ិចខ្មៅខ្ញុំនឹងសាកធ្វើឲ្យអ្នកទាំងអស់គ្នាមើលដល់វគ្គគូរូបណាចានេះវាពណ៌រៀងដិតដែរអញ្ចឹងលេងលះដែរទៅហើយណាមួយយើងថ្នឹកដៃដែរទៅអត់ខុសពីលើកមុនទេបន្ទាប់ពីយើងយកមកដៃកម្រិតស្រាលហ្នឹងយកមកផាត់ហើយយើងចាប់ផ្ដើមយកសលេងត្បាល់តាជាយកមករុះម្ដងបើនិយាយពីថូនមកណាចានេះយើងដិតជាងអាវពេញដោយសារថូនពណ៌ក្រហមអ្នកទាំងអស់គ្នាត្រូវយល់ថាក្រហមគឺដិតខ្លាំងណាខ្ញុំថានិយាយដល់ color សក់ឬក៏ប្រភេទភ្លើងជាមួយនឹងទឹកសូម្បីតែស្បែកគាត់ហ្នឹងណាក៏មើលមកវមជាងដែរតែខ្ញុំហាក់បីដូចជាគូឲ្យឃ្លានបាយមិនដឹងទេចាគឺលឿនមែនតើមកមានអារម្មណ៍ថាគូណាចាលឿនជាងឲ្យពេញឆ្ងាយហ្មងនិយាយតាមថងដល់ពេលគូមនុស្សប្រុសមានទឹកមុខកម្ៅខ្ញុំចិត្តអញ្ចឹងមែនរូបណាចានេះ feel like he is so fine ហើយខ្ញុំគិតថារូបខ្ញុំមានតែប៉ុណ្្នេះទេហើយដូចជាអត់សូវបានបន្ថែមអីច្រើនផងដោយសារតែ
character យើងទូចដែរណាសោពីប្រឡោះកេមហ្នឹងដំបូងខ្ញុំគិតថាអូគូស្ដាច់នេះអោកងបាទអើពីងហ្នឹងជាមួយនឹងមីងរបស់អើពីងយីប៉ែមួយអោរុនកញ្ញាំនិករាជសួរខ្ញុំថាថៃបញ្ចង់គូអស់ហ្នឹងដោយសារតែខ្ញុំចង់គូរូបតួស្អាតនៅក្នុងរឿង like មួយស្លឹកហ្នឹងដាក់តួណា so fine និយាយមែនតើណារឿងណាចាវគ្គ2ហ្នឹងតួដែលស្អាតសម្រាប់ខ្ញុំគឺមាន4នាក់ហ្នឹងដែលខ្ញុំស្រឡាញ់ឃើញស្អាតតួឯកយើង2នាក់ហ្នឹងជាមួយនឹងស្ដេចនេះហើយនឹងមីងរបស់អើពីងតោះឥឡូវបន្ទាប់ពីរូបយើងរួចហើយអ្នកទាំងអស់គ្នាមកមើលស្លឹកយើងពេញមើលថារូបទាំងពីរហ្នឹងចូលគ្នាទៅវាមិនថាដាមិនដែរអ្នកទាំងអស់គ្នានេះខ្ញុំគូ focus តែទៅលើមុខទេបើអ្នកទាំងអស់គ្នាបានមើលវីដេអូនេះដល់បញ្ចប់ត្រឹមនេះជួយ comment ប្រាប់ខ្ញុំម្នាក់មួយផងអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះដល់ចប់ណាអញ្ចឹងកនូរូបខ្មៅដៃណាចាជាមួយនឹងអោពីងរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នេះទេ The universe brings you blessing bye bye